ប្រទេសលោកខាងលិច6ដែលធ្លាប់ដាក់អាណានិគមលើប្រទេសនៅអាស៊ីអាគ្នេយ៍ដែនដីអាស៊ីអាគ្នេយ៍ជាដែនដីដែលពោរពេញទៅដោយចម្រុះជនជាតិសាសន៍វប្បធម៌និងសាសនាយ៉ាងណាមិញដែនដីនេះក៏មានភាពដូចគ្នាមួយចំនួនដែរដែលជាពិសេសគឺធ្លាប់មានប្រវត្តិក្រុមអាណានិគមពួកអឺរ៉ុបនិងលោកខាងលិចដោយលើកលែងតែប្រទេសថៃមួយប៉ុណ្ណោះខាងក្រោមនេះគឺជាប្រទេសអឺរ៉ុបដែលបានដាក់អាណានិគមលើដែនដីអាស៊ីអាគ្នេយ៍ចង់ដឹងថាមានប្រទេសណាខ្លះតោះយើងទៅតាមដានទស្សនាទាំងអស់គ្នាទី1ចក្រភពអង់គ្លេសបានដាក់អាណានិគមលើប្រទេសមីយ៉ាន់ម៉ាដែនដីម៉ាឡាយ៉ូដែលរាប់បញ្ចូលទាំងប្រទេសម៉ាឡេស៊ីសិង្ហបុរីនាពេលបច្ចុប្បន្នព្រមទាំងកោះម៉ាណេអូខាងជើងផ្នែកមួយនៃប្រទេសម៉ាឡេស៊ីនិងប្រទេសព្រុយណេទាំងមូលទី2ប្រទេសបារាំងបានដាក់អាណានិគមលើប្រទេសកម្ពុជាក្នុងឆ្នាំ1863ដល់ឆ្នាំ1953និងប្រទេសឡាវក្នុងឆ្នាំ1893ដល់ឆ្នាំ1953និងវៀតណាមឆ្នាំ1887ដល់ឆ្នាំ1954ទី3ប្រទេសហូឡង់បានដាក់អាណានិគមលើឥណ្ឌូនេស៊ីឆ្នាំ1665ដល់ឆ្នាំ1799ក្នុងនាមជាក្រុមហ៊ុនហូឡង់ឥណ្ឌាខាងកើតនិង1825ដល់ឆ្នាំ1950ក្នុងនាមជារដ្ឋាភិបាលផ្ទាល់ទី4ប្រទេសអេស្ប៉ាញបានដាក់អាណានិគមលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ1565ដល់ឆ្នាំ1898ទី5ប្រទេសប៉ូទុយហ្គាល់បានដាក់អាណានិគមលើប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ1511ដល់ឆ្នាំ1641និងប្រទេសទីម៉ូខាងកើតក្នុងសតវត្សទី18ឆ្នាំ1975ទី6សហរដ្ឋអាមេរិកបានដាក់អាណានិគមលើប្រទេសហ្វីលីពីនក្នុងឆ្នាំ1898ដល់ឆ្នាំ1946សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់